បាទជំរាបសួរបងប្អូនទាំងអស់គ្នាឥឡូវយើងមកជួបគ្នាម្ដងទៀតហើយនៅក្នុងការរៀនមេរៀនកុំព្យូទ័រថ្ងៃនេះខ្ញុំមានមេរៀនមួយដ៏សំខាន់សម្រាប់ចែកជូនបងប្អូនទាំងអស់គ្នានៅក្នុងមេរៀននេះខ្ញុំបង្រៀនបងប្អូនអំពីរបៀបធ្វើឲ្យកម្មវិធីតូចធំនិងធំល្មមនៅលើអេក្រង់កុំព្យូទ័រនៅក្នុងនោះមាន3ចំណុចធំៗដែលអ្នកទាំងអស់គ្នាត្រូវទៅយកទៅអនុវត្តសម្រាប់ចំណុចទី1របៀបធ្វើឲ្យកម្មវិធីតូចធំនិងធំល្មមនៅលើអេក្រង់កុំព្យូទ័រសម្រាប់ចំណុចទី1នេះអ្នកទាំងអស់គ្នាត្រូវយល់ដឹងព្រោះវាសំខាន់ខ្លាំងមែនទែនសម្រាប់ចំណុចទី2របៀបធ្វើឲ្យកម្មវិធីបាត់នៅលើអេក្រង់កុំព្យូទ័រសម្រាប់ចំណុចទី2ក៏វាសំខាន់ដែរសម្រាប់ចំណុចទី3របៀបដាក់រូបភាពនៅលើអេក្រង់កុំព្យូទ័រតោះឥឡូវយើងចូលទៅអនុវត្តទាំងអស់គ្នាដើម្បីអនុវត្តបានយើងត្រូវចុចមកស្ដាំហើយយកពាក្យថា renew ហើយយើងកលេចមកខាងនេះមានពាក្យ3សម្រាប់ធ្វើឲ្យកម្មវិធីប្រែប្រួលនៅលើអេក្រង់កុំព្យូទ័រនៅខាងលើនេះមានឈ្មោះថា lock icon គឺសម្រាប់ធ្វើឲ្យកម្មវិធីធំសម្រាប់នៅខាងក្រោមនេះ medium icon គឺសម្រាប់ធ្វើឲ្យកម្មវិធីធំល្មមសម្រាប់នៅខាងក្រោមនេះមានឈ្មោះថា small icon គឺសម្រាប់ធ្វើឲ្យកម្មវិធីតូចឥឡូវនេះខ្ញុំឧទាហរណ៍មួយខ្ញុំចង់បានកម្មវិធីធំល្មមខ្ញុំចូលថា medium icon វានឹងធំល្មមទៅការដែលខ្ញុំចង់បានដើម្បីធ្វើឲ្យវាតូចវិញយើងចុចមកស្ដាំយកពាក្យ renew ហើយយកពាក្យថា small icon តោះឥឡូវយើងឈានចូលដល់ចំណុចទី2យើងវាយមកស្ដាំយកពាក្យ renew ហើយយកខាងក្រោមនេះមានឈ្មោះថា show desktop icon យើងចុចមកវានឹងបាត់នៅលើអេក្រង់កុំព្យូទ័រសម្រាប់ចំណុចទី3របៀបដាក់រូបភាពកុំព្យូទ័រយើងចុចមកស្ដាំដដែលមកហើយយកពាក្យថា personalize ហើយយើងក្លែកមកខាងនេះមានឈ្មោះថា tag យើងចុចមកហើយយើងមានរូបច្រើនដែលខ្ញុំបានដោនវាទុកសម្រាប់ការដោនរូបភាពនេះខ្ញុំនឹងប្រាប់បងប្អូននៅវីដេអូក្រោយឥឡូវខ្ញុំឧទាហរណ៍មួយយករូបនេះយើងចុចចេញមកចុចសញ្ញាខ្វែងក៏បានឬសញ្ញាដកក៏បានឥឡូវខ្ញុំចុចសញ្ញាខ្វែងវានឹងធ្វើឲ្យយើងជាការស្រេចបាទវីដេអូនេះមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយ